តើប្រធានថ្មីរបស់ពួកយើងនៅថ្ងៃនេះគឺជានរណាគេអីក៏ចេញមកធ្វើធំហ៎គាត់គឺជាកូនស្រីរបស់កាត់យកពួកយើងហាក់ជាអនាគតដែលស្នើតំណែងក្រុមហ៊ុនទៀតអ្វីដែលពួកយើងខ្លាចបំផុតហ្នឹងគឺគ្រាន់តែធ្លាក់ដល់ពួកយើងក៏មិនដែរក៏មិនដែរសួស្តីអ្នកស្រីប្រធានសុំទៅផងជាភ្លើងមួយអេជប់សិនជាន់ទី20អរគុណច្រើនអេជាមនុស្សស្អីហ្នឹងអ្នកស្រីប្រធានមកធ្វើការជាលើកដំបូងលោកបានជួយបង្ករឿងជាមួយគាត់បែបហ្នឹងអញ្ចឹងសូមលោកប្រយ័ត្នខ្លួនផងហាអ្នកស្រីប្រធានយើង1វិនាទីកាត់លុយបងធ្វើការស៊ីទៅកាត់លុយនៅបរិវេណកន្លែងខាងងារមិនអនុញ្ញាតឲ្យញ៉ាំអីចរៃខានកាត់លុយអញត្រូវតែឆឹងតុងទិញកាហ្វេមួយកែវខ្ញុំឬចាំឲ្យច្បាស់ថាត្រូវតែទិញនៅឆឹងតុងកាហ្វេហាងផ្សេងខ្ញុំមិនញ៉ាំចរៃខានហាខ្ញុំតែជានរណាគេចាំមកនេះរបាយការណ៍មួយនេះត្រូវការយកមកឲ្យខ្ញុំហាថ្ងៃនេះគឺជាថ្ងៃគូកំណើតរបស់ម៉ាក់ខ្ញុំតើខ្ញុំអាចមិនអាចទេសុំទោសអ្នកម៉ាក់ថ្ងៃនេះខ្ញុំត្រូវថែមមកធ្វើការខ្ញុំមិនអាចធ្វើគូកំណើតម៉ាក់បានទេមិនទេម៉ាក់អាចធ្វើគូកំណើតដោយខ្លួនឯងបានឯងត្រូវតែប្រយ័ត្នសុខភាពខ្លួនឯងផងទេបងធ្វើការបែរទៅនិយាយទូរស័ព្ទមិនពាក់ព័ន្ធជាមួយនឹងរឿងការងារកាត់លុយទេមិនមែនទេគាត់ឲ្យខ្ញុំទៅចង់ទី1ទៅយកបានហើយមិនឲ្យខ្ញុំជាចនាយុនទៀតតើគាត់ជាមនុស្សអត់ណាកាលពីសប្តាហ៍មុននេះពេលប្រជុំទូរស័ព្ទដៃរបស់ខ្ញុំរលគាត់បានជាកាត់ប្រាក់ខែខ្ញុំមួយសប្តាហ៍នឹងតែកាត់លុយសាកៃអ្នកសេវធានហាលោកទៅចុងនៅហ្វេហាតើនេះគឺជារបាយការណ៍ធ្វើលប់អីទៅតែមិនដឹងទេថាវាមានសារៈសំខាន់បែបណាសម្រាប់ក្រុមហ៊ុនខ្ញុំឲ្យសរសេរព័ត៌មានលម្អិតពីផលិតផលរបស់ក្រុមហ៊ុនដើម្បីផ្សាយឲ្យពិនិត្យមើលតើលោកកំពុងសរសេរអីហ្នឹងខ្ញុំមានណាខ្ញុំតែប្រើប្រាស់ផលិតផលនេះជារៀងរាល់ថ្ងៃដូច្នេះអ្វីដែលលោកសរសេរនិងអ្វីដែលខ្ញុំប្រើគឺវាមិនដូចគ្នានោះទេគ្រាន់តែឃើញក៏ដឹងថាសរសេរខុសបាត់ទៅហើយខ្ញុំគឺសរសេរតាមរបាយការណ៍ដែលអ្នកស្រីបកគលខ្ញុំតើសរសេរដូចជាកូនក្មេងរបាយការណ៍គ្រាន់តែជាกระดาษតែមនុស្សត្រូវតែចេះបត់បែនឬក៏ឯងធ្វើការមិនចេះបត់បែនតាមកលៈទេសៈទេបត់បែនចុះហើយបានជានាងមិនចេះបត់បែនដែរចាប់តាំងពីពេលដែលនាងបានឡើងទៅជាប្រធានមកក្រុមហ៊ុនមួយនេះបានខ្លាចទៅជាកុកគ្រប់ផ្នែកទាំងអស់សុទ្ធតែទទួលរងសម្ពាធពីនាងទាំងអស់ធ្វើឲ្យពួកយើងដកដង្ហើមស្ទើរតែមិនបានមួយថ្ងៃគិតតែពីកាត់ប្រាក់ខែតើនាងមានដឹងអត់ថាបុគ្គលិកដូចជាពួកយើងគឺរស់ដោយសារតែប្រាក់ខែនឹងឯងខ្ញុំត្រង់លេងបានទេហើយខ្ញុំសូមជប់ធ្វើការគិតតែមានលុយចង់ធ្វើក៏បានដែរមែនទោះបីជានាងចង់មកជប់ខ្ញុំក៏ខ្ញុំមិនអន់ក្បាលគ្រប់នាងដែរតើនាងគឺជានរណាគេតើទាំងអស់នេះគឺជាតាមអ្វីទៅអីក៏ថ្លៃម៉េចប្រាក់ខែរបស់ខ្ញុំ2ខែក៏មិនគ្រប់ដែរមកធ្វើការកាត់ប្រាក់ខែរបស់ខ្ញុំឥឡូវនេះឲ្យខ្ញុំយកប្រាក់ខែរបស់ខ្ញុំចេញលុយតាមឲ្យនាងទៀតពេលដែលនាងដឹងខ្លួនហើយខ្ញុំនឹងចម្រាស់បញ្ជីជាមួយនាងម្ដងខ្ញុំខំទៅភ័យតើលោកគឺជានរណាហាបើមើលទៅតាមស្ថានភាពរបស់នាងគួរតែបាត់ការចងចាំហើយស្អីគេបាត់បង់ការចងចាំត្រូវហើយនាងឥឡូវនេះស្អីក៏មិនចាំទៀតដែរអញ្ចឹងចុះលុយរបស់ខ្ញុំគិតយ៉ាងម៉េចទៅមិនបានទេខ្ញុំត្រូវយកលុយរបស់ខ្ញុំមកវិញទៅជាមួយខ្ញុំតើលោកចង់លោកខ្ញុំទៅណាខ្ញុំនាំនាងទៅក្រុមហ៊ុនវិញខ្ញុំមិនស្គាល់លោកផងហើយនេះបានជាខ្ញុំទៅជាមួយលោកគឺដោយសារតែខ្ញុំគឺជាមិត្តប្រិយរបស់នាងកាបូម៉ាល្បីលោកឡៃនោះម៉ាកូស៊ីម៉ាហាមេលោកបញ្ចុះតម្លៃក្រុមមកប្រាប់ទៅណាអ្នកស្រីពួកខ្ញុំបានរកឃើញនាងហើយសូមស្វាគមន៍អ្នកស្រីនិងអ្នកប្រុសតើកូស៊ីរបស់ខ្ញុំចឹងស៊ីជីណែណាកាបូម៉ាល្បីលោកឡៃនោះទិញកាបូរបស់នាងក្នុងតម្លៃគ្រឿង10កាលពីមុនប៉ារបែកខាងស៊ីជីហើយក៏ប្រេតទំនាក់ទំនងនេះដោយសារតែនាងរៀបការជាមួយនឹងប្រុសដែលស្ដាប់តាមម្ដេចចាំមើលពេលគាត់ត្រឡប់មកវិញច្បាស់ជាជីចិត្តមិនខានទេកបោស្បែកទៅគឺលោកតែតាមមុនទេជាផ្លូវពួកយើងទៅយកទាំងអស់លោកពួកគេទាំងអស់នេះមានអារម្មណ៍ថាជាផ្លូវស្គាល់អាយស៊ីជីអញនៅក្មេងចឹងគឺមិនចេះដឹងពីរបៀបទឹកមួយទេតើអញមិនចេះសន្សំអញចឹងណាអេមិននិយាយ